យើងដេកគិតដាក់ដៃហ្នឹងដេកយប់ឡើងជួបបើប្រជាជនគ្រោះថ្នាក់ម្លឹងតើយើងក្នុងនាមជាអាណាព្យាបាលខេត្តទៅធ្វើអីខ្លះចឹងដេកគិតជួបបើសិនតែយើងដាក់បកគោភ្លើងដែលយើងដាក់តាមផ្លូវជាតិណាបាទវាកើតឡើងពីរឿងដាក់បកគោភ្លើងខ្ញុំសូមអនុញ្ញាតគ្រប់និយាយវាឧបសគ្គទី1វាអត់លុយណាអត់លុយហ្នឹងដែលយើងត្រូវការគិតថាយើងចង់បានឲ្យស្អាតតែយើងរកលុយពីណាចឹងដេកគិតថ្លឹងថ្លែងភាសាចុះបើយើងមិនធ្វើចុះបើយើងធ្វើវាយ៉ាងម៉េចបើមិនធ្វើគឺមួយយប់គ្រោះថ្នាក់ចរាចរណ៍ពេលរាត្រីហ្នឹងខេត្តពោធិ៍សាត់របាយការណ៍មាន15យប់ទៅ17យប់ខ្ញុំតាមមើលហ្នឹងហើយស្លាប់បាទក្នុងមួយខែហើយបាត់បង់អាយុជីវិតប្រជាពលរដ្ឋរបស់យើងមិនក្រោម10នាក់ទេលើស10នាក់ទៅ20នាក់ជាងបាត់បង់ធនធានមនុស្សនេះជាធនធានរបស់ជាតិនិងសម្ភារៈជាច្រើនហើយបង្កើតការឈឺចាប់ខ្លាំងណាស់អញ្ចឹងយើងចាប់ផ្ដើមក្នុងនាមអាណាព្យាបាលខេត្តយើងដេកគិតដាក់ដៃហ្នឹងដេកយប់ឡើងជួបបើប្រជាជនគ្រោះថ្នាក់ម្លឹងតើយើងក្នុងនាមជាអាណាព្យាបាលខេត្តទៅធ្វើអីខ្លះអញ្ចឹងដេកគិតជួបបើសិនតែយើងដាក់បកគោភ្លើងយ៉ាងម៉េចណាចាប់ដើមគិតទេណាអញ្ចឹងក៏មានការតាំងចិត្តថាបើដាក់បកគោភ្លើងវាជាសញ្ញាណមួយចែកទ្រូងផ្លូវហើយយើងសិក្សាទៀតវាគ្រោះថ្នាក់ហ្នឹងបុកអីបុកអាទ្រូងផ្លូវហ្នឹងពីមុនមកផ្លូវអត់មានទ្រូងទេណាដល់អាផ្លូវថ្មីចេញមកគាត់មានដឹងតែផ្លូវល្វឹងល្វើយក៏ទៅចឹងបើអត់មានបំរុងប្រយ័ត្នណាតែដល់យើងគិតឃើញហើយយើងដាក់បកគោភ្លើងហ្នឹងដាក់ហើយយើងរកគ្រប់ប្រជុំបាយគឺធ្វើម៉េចចាយលុយតិចធ្វើបានច្រើនអញ្ចឹងយើងបង្កើតការកែច្នៃគិតរួចហើយចាប់ផ្ដើមអនុវត្តភ្លាមហើយយើងគិតថាធ្វើក្នុងរយៈពេល2ឆ្នាំឲ្យហើយពីព្រំប្រទល់កំពង់ឆ្នាំងដល់បាត់ដំបងអានឹងផែនការរបស់ខេត្តតែចៃដន្យដែលយើងមានកិច្ចសហប្រតិបត្តិការពីក្រមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគាត់ថាគាត់ជួយអំពូលគ្រាន់តែថាជួយអំពូលភ្លាម50%ត្រូវកាត់ដកចេញពីខេត្តដែរអញ្ចឹងលេខបូកអញ្ចឹងយើងកាត់បន្ថយពេលវេលាដែលយើងថាធ្វើ2ឆ្នាំយើងធ្វើទៅ6ខែហើយហ្មងបាទហើយសំចៃដែកក៏ទិញមកយើងមានសិប្បកម្មកែច្នៃនៅនឹងរដ្ឋបាលខេត្តចង់ធ្វើឲ្យលឿនបង្កើត6ក្រុមបើថាធ្វើមិនតម្រូវការខ្លាំងទេយើងបន្ថយនៅ2ក្រុមហើយបើប្រញាប់តម្លើង6ក្រុមអញ្ចឹងនៅរដ្ឋបាលខេត្តគឺមានសិប្បកម្មកែច្នៃខ្លួនឯងយើងយកមន្ត្រីរាជការហើយនឹងបុគ្គលិកកម្មករនៅក្នុងសាលាខេត្តមន្ត្រីកិច្ចសន្យាហ្នឹងឲ្យមកជួយធ្វើមកទាំងធ្វើទាំងដាំទាំងកែច្នៃអីទាំងអស់តែស្រួលបាខេត្តទៅជួយផ្សារដែរទៀតបាទចុះទៅជួយគ្នាចឹងយើងធ្វើដែលមានការបដិញ្ញាចិត្តនិងការលះបង់បានយើងធ្វើបាន